បាទជំរាបសួរថ្ងៃនេះខ្ញុំមានវីដេអូមួយអំពីភូមិកំពង់ភ្លុកនាពេលព្រឹកព្រលឹមហ្នឹងហើយថ្ងៃនេះដែរខ្ញុំបាននាំភ្ញៀវរបស់ខ្ញុំបាទមកមើលភូមិកំពង់ភ្លុកដែលនៅប៉ែកខាងកើតនៃខេត្តសៀមរាបដែលមានចម្ងាយប្រមាណជាង20គីឡូដីដែលធ្វើដំណើរដោយរ៉ឺម៉កឬក៏រថយន្តចំណាយពេលត្រឹមតែ40នាទីទៅ1ម៉ោងនឹងមកដល់ភូមិកំពង់ភ្លុកហើយនៅពេលដែលយើងមកដល់ភូមិកំពង់ភ្លុកយើងត្រូវការជិះកាណូតឬក៏ទូកដើម្បីទស្សនាភូមិបណ្ដែតទឹកផ្ទះខ្ពស់និងសកម្មភាពប្រជាជនដែលរស់នៅទីនោះគាត់ប្រកបមុខរបរនេសាទក្រៅពីរបរនេសាទក៏ពួកគាត់ធ្វើស្រែនិងនេសាទត្រីហ្នឹងហើយឥឡូវយើងមកមើលសកម្មភាពខ្លះដែលខ្ញុំបានថតទាំងអស់គ្នាមួយវិញទៀតប្រសិនបើបងប្អូនចង់ទស្សនាថ្ងៃលិចឬក៏ថ្ងៃរះគឺស្អាតនៅពេលដែលថ្ងៃរះនៅលើផ្ទៃទឹកពោពេញទៅដោយពណ៌ដូចមាសថ្ងៃលិចក៏ដូចគ្នាថ្ងៃរះក៏ដូចគ្នាគឺស្អាតហើយផ្ទៃទន្លេធំល្វឹងល្វើយដែលជាទន្លេមួយធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍យើងនេះបាទអរគុណសម្រាប់ការទស្សនា